រីឯសេរីសួស្ដីនឹងពេលព្រឹកសេរីសួស្ដីនៅនឹងមាត់ព្រលឹមឡើងយើងយកទឹកលុបមុខលុបមាត់កើតសេរីសួស្ដីឯប៉ុន្តែក្នុងធម៌នោះគេប្រយ័ត្នកុំឲ្យយើងនិយាយពាក្យសម្ដីអាក្រក់នៅជាមួយម៉ែជាមួយឪតែបើកភ្នែកឡើងចេញមាត់អាក្រក់ពភ្នូលអាក្រក់ហើយថ្ងៃនេះសួយតែហ្មងបើកភ្នែកឡើងឮតែជេរឮតែលោឡាបើកភ្នែកឡើងញញឹមស្រស់ស្រាយប្រយ័ត្នកាយកម្ម3វិជ័យកម្ម4វិជ័យកម្ម4កុំកុហកកុំភូតកុំបោកកុំប្រាស់កុំញុះញង់កុំសៀតសោកកុំបំបែកបំបាក់ពាក្យណានិយាយទៅគេក្តៅកាហាយគេខឹងកុំនិយាយតែនិយាយទៅប្រភ្នូលអាក្រក់មួយថ្ងៃហ្នឹងសួយតែម្ដងសេរីសួស្ដីពេលថ្ងៃនៅដើមទ្រូងមានន័យថាដើមទ្រូងជាកន្លែងជំរករបស់ចិត្តផ្លូវបេះដូងចិត្តគំនិតរបស់យើងគិតនឹងឯងគឺមនោកម្ម3គឺកុំគិតចំណែនឈ្នានេះកុំគិតព្យាបាទកុំគិតលោភលន់បៀតបៀនអ្នកដទៃអានឹងសពហើយតែបរោតមធ្យោបាយចំណែននិន្ទាឈ្នានេះកើតចំនួនកើតទំនាស់តោះតែងអត់សពទេអត់មានសេរីសួស្ដីទេហើយដល់សេរីសួស្ដីពេលយប់នឹងជើងឲ្យយកទឹកលាងជើងហ្នឹងលាងជើងកើតសេរីសួស្ដីហើយក៏ប៉ុន្តែនៃអប់រំកុំឲ្យដើរលេងហួសពេលវេលាពេកកាយកម្ម4កុំទៅប្រព្រឹត្តពើខុសឆ្គំឆ្គងវាយដំកាប់ចាក់ឆ្លោះទាស់តែងខ្វែងគំនិតលួចយករបស់គេប្រព្រឹត្តខុសប្រពន្ធកូនចៅគេកាយកម្មទាំង3យ៉ាងនេះបើប្រព្រឹត្តហើយទៅវាអត់មានសេរីសួស្ដីរស់នៅដោយវិបដិសារីនិងសេចក្តីទុក្ខអញ្ចឹងបានថារឿងរ៉ាវកបិលមហាព្រំជានិមិត្តរូបអប់រំកូនចៅយ៉ាងហោចណាស់មួយឆ្នាំម្ដងក៏នឹកឃើញដល់ឪពុកម្ដាយបានជាថ្ងៃនេះចង់លើកសម្ដែងពីកូនដែលល្អធ្វើបុណ្យចម្រើនបជនជូនឪពុកជូនម្ដាយថ្ងៃនេះពុកម្ដាយគេនឹងដឹងតែបានអាយុវែងហើយព្រោះបានកូនធ្វើបុណ្យចម្រើនបជនឲ្យវាអភ័ព្វតែអាត្មាណាស់ទេដែលមានកូនណាចម្រើនបជនឲ្យគេអីម្ដងទេគិតមើលទៅសង្ស័យតែអាយុមិនបានវែងទេអាត្មាដោយសារអត់ដែលមានកូនក្របគេចម្រើនបជនឲ្យសង្ស័យតែអាយុមិនបាន200ឆ្នាំទេញោមណាបើមិនបាន200ឆ្នាំទេ180 190ក៏យកដែរចាស់គាត់ជេរឲ្យអាយុប្រវែងកតុយដើកញោមយកអត់ប្រវែងកតុយដើកវាមានអាយុ300ឆ្នាំឬក៏280 290ឆ្នាំអញ្ចឹងបើមិនបានអាក្បាលវាទេយកអាកតុយវា80 90នោះក៏បានដែរម្លោះហើយកូនចៅដឹងគុណឪពុកម្ដាយធ្វើបុណ្យចម្រើនបជនជូនឪពុកម្ដាយនេះលោកសំដែងអំពីកូនដំបូងលោកថាកូន3ប្រភេទមួយប្រភេទនោះគឺអត់បានកើតមកទេវាស្លាប់ក្នុងផ្ទៃបាត់ហើយឬក៏ថាវាមិនតាន់កើតមួយប្រភេទទៀតកើតមកហើយប៉ុន្តែស្លាប់ហើយកូនមួយប្រភេទទៀតកើតមកហើយនៅរស់ទល់សពថ្ងៃប៉ុន្តែអត់បានដឹងគុណម៉ែឪទេលោកថាកូនទាំង3នេះមួយណាល្អជាងគេមួយណាអាក្រក់ជាងគេគេថាកូនដែលមិនកើតអានឹងវាអត់ធ្វើបាបម៉ែឪទេអាកើតមកហើយឲ្យម៉ែឪស្រឡាញ់ហើយបានប្រហែលថ្ងៃស្លាប់ទៅវិញម៉ែឪយំតែមួយអាទិត្យពីរអាទិត្យបាត់ទៅវិញហ៎ណែអាកូននៅរស់ទល់សពថ្ងៃហើយអត់ដឹងគុណម៉ែឪធ្វើបាបម៉ែឪនេះអានឹងបាបយូរជាងគេធ្វើបាបម៉ែឪច្រើនជាងគេនេះកូន3យ៉ាងដំបូងលោកលើកឡើងកូនទាំងអស់មាន4មួយគេហៅថាអត្រជៈកូនកើតពីខ្លួនយើងផ្ទាល់ទី2ហៅថាតិនកៈកូនសុំគេមកចិញ្ចឹមទី3ហៅថាអន្តេវសកៈកូនសិស្សដែលយើងបង្ហាត់បង្រៀនឬក៏គេសុំយើងជាគ្រូទី4គេហៅថាខេត្រជៈកូននៅក្នុងអំណាចគ្រប់គ្រងរបស់យើងដូចមេស្រុកមេឃុំអញ្ចឹងយើងជាកូនចៅគាត់គេហៅថាកូនចៅកូនទាំង4នេះ
សុំលើកយកកូនមួយមកសម្ដែងគឺអត្រជាកូនកើតពីខ្លួនផ្ទាល់លោកថាចែកជា3ប្រភេទប្រភេទមួយហៅថាអវៈជាតិបុត្រកូននេះអន់បំផុតបើមិនកើតឡើងមកគ្រាន់បើកើតហើយមកម៉ែឪទុកលំបាកណាស់ខ្មាស់គេក៏ដោយសារកូននឹងអស់លុយអស់ទ្រព្យសម្បត្តិក៏ដោយសារកូននឹងអស់លៀបយសក៏ដោយសារកូននឹងស្គាល់ប៉ុស្តិ៍ប៉ូលីសញឹកក៏ដោយសារកូននឹងយំទឹកភ្នែកទឹកសបោពិបាកចិត្តក៏ដោយសារកូននឹងម៉ែឪខ្លះក៏ស្លាប់ដោយសារកូននឹងក៏មានដែរក៏ដាក់ថ្នាំឲ្យស្លាប់ដើម្បីយកលុយវាជ្រុលទៅស្លាប់បដ ாய் ទៅចឹងទេកូនអវៈចិត្តបុត្រកូនអន់បំផុតកើតមកធွာគេមាន4គឺអបាយមុខទាំង4នឹងហ្មងលបែងស្រីស្រាពាលាដើរលេងហួសពេលវេលាភ្នាល់គ្នាសែបគប់បាប្រមិតអត់ខ្វល់ពីរឿងម៉ែឪសុខទុក្ខអីយ៉ាងណាទេកូននេះឯងទៅហើយបាក់ណាស់ចូលមកផ្ទះម្ដងមិនបានយកលុយកាក់មកជូនម៉ែឪទេប៉ុន្តែសុំប្រយ័ត្នកប៉ាវអាវមែនតែនទៅលុកយកបង្ហើយទៀតឡើយចុះទៅមួយខែបានមកបើដូច្នេះហើយលោកថាវៈជាតិបុត្រនេះគឺជាកូនអន់ទី2លោកថាអនុជាតិបុត្រកូននេះឯងគ្រាន់បើយកគំរូតាមម៉ែឪអាចអូសទាញបានម៉ែធ្វើគ្រូកូននឹងធ្វើគ្រូឪធ្វើគ្រូកូននឹងធ្វើគ្រូឪធ្វើពេទ្យកូននឹងធ្វើពេទ្យឪធ្វើការរាជការកូននឹងធ្វើធំជាងឪទៀតនោះយូរទៅកូននឹងឯងម៉ែឪអាចអប់រំអាចអូសទាញបានបើម៉ែឪអ្នកជំនួញកូនកុំអ្នកជំនួញកូននេះឯងកាន់តាមធម៌ម៉ែឪទាំង5យ៉ាងដែលហៅថាម៉ែឪមានសទ្ធាសីលៈចក្ខៈបញ្ញាកូននឹងមានសទ្ធាសីលៈចក្ខៈបញ្ញាដូចគ្នាកូនបែបហ្នឹងជួបគ្នាជាមួយម៉ែឪរាល់ជាតិរីឯកូនទី3ឯណោះដែលគេហៅថាអតិជាតិបុត្រកូនល្អបំផុតសំដៅទៅលើកូនមានធម៌4យ៉ាងទី1អត្តសទ្ធិទៅរៀនមានចំណេះចេះដឹងខ្ពង់ខ្ពស់ជាងម៉ែឪទៀតគេហៅកូនកើតមុនឪរៀនដែលស្គាល់ថ្នាក់បាក់ឌុបផងកូនរៀនចប់ថ្នាក់បណ្ឌិតអីថ្នាក់បរិញ្ញាអីណាណីនោះឪធ្វើស្រែចម្ការកូនធ្វើរាជការអ្នកធំឪជិះតកង់កូនសិតឡាននោះវាលើសជាងឪហើយដឹកនាំម៉ែឪឲ្យបានធ្វើបន់ធ្វើទានទៀតគេហៅកូននេះឯងគេហៅថាអត្តសទ្ធិរៀនមានចំណេះចេះដឹងខ្លួនឯងជ្រៅជ្រះទី2បរសទ្ធិយកចំណេះចេះដឹងមកផ្សព្វផ្សាយដល់បងប្អូនដឹកនាំអ្នកស្រុកអ្នកភូមិធ្វើបុណ្យវាមិនមែនរីកចម្រើនតែម្នាក់ឯងអីបានដល់បងប្អូនធ្វើល្អអ្នកស្រុកអ្នកភូមិក៏មកធ្វើបុណ្យជាមួយនាំគេទៅសួនទៅពៀនឲ្យប្រងព្រាតគេហៅថាខែរះឆ្លងផ្លូវកូនកើតមុនឪបានចៅពតាឬក៏ថាពតាដើរលេងខ្លះថាកូនកើតមុនឪខែរះឆ្លងផ្លូវបានចៅពតាកុំឲ្យទឹកលិចចង់អាស័យត្រីក្រៀមសកាទឹកលិចចង់ស្លាកពើនៅតែហាលគូក៏ណាខែរះឆ្លងផ្លូវគេថាផ្កាយរាប់លានពេញមេឃមិនអាចភ្លឺផ្លូវបានណាខែតែម្ដងរះមកភ្លឺផ្លូវតែងកូនមកសបុកអត់មានធម៌កតញ្ញូសោះគ្រួសារនឹងមិនភ្លឺទេឃើញតែឆ្លោះគ្នាចំណែនគ្នាដល់តែមានកូនល្អតែមួយកើតមកគ្រួសារនឹងភ្លឺតែងតម្រងដោយសារកូនមួយអូសទាញគ្រួសារទាំងមូលភូមិស្រុកមានអ្នកប្រាជ្ញអ្នកចេះដឹងតែម្នាក់ឬ2នាក់ដឹកនាំប្រជាជនឲ្យភ្លឺស្វាងបានដោយតួពុទ្ធរះតែមួយអង្គឯងមកបំភ្លឺពិភពលោកអញ្ចឹងបានពាក្យគេថាខែរះឆ្លងផ្លូវសំដៅទៅលើកូនល្អអាចដឹកនាំពុកម្ដាយដឹកនាំបងប្អូនបានកូនកើតមុនឪបានចៅពតាឬពតាដើរលេងសបាយទាំងយាយសបាយទាំងតាបានធ្វើ